បងប្អូនទាំងគ្នាឈាមពិតជាខាប់ជាងទឹកនៅព្រឹកមិញនេះអាដាមហេស៊ូរដ្ឋមន្ត្រីក្រសួងការងារបាននាំយកសារលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងថាវិការដ៏ថ្លៃថ្លារបស់សម្ដេចនិងលោកជំទាវប្រមាណ$10000ជូនទៅដល់ក្រុមគ្រួសារសពរបស់បងប្រុសមេសាវាងដើម្បីចូលរួមរំលែកទុក្ខដល់ក្រៀមក្រំជាមួយនឹងក្រុមគ្រួសារសពអាដាមរដ្ឋមន្ត្រីអនុព័ន្ធការងារស្ថានទូតខ្មែរអញ្ញាធរបានយកចិត្តទុកដាក់ដុតដៃដុតជើងខ្លាំងមែនទែនតាំងពីសពរបស់បងប្រុសនៅក្នុងប្រទេសថៃហើយបានយកចេញមកហើយបន្តមកដល់ធ្វើបុណ្យកាលពីតាំងពីយប់មិញមកហើយព្រឹកនេះផ្ទាល់តែម្ដងលោកចោះទៅផ្ទាល់អញ្ចឹងនេះគឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ខ្លាំងមែនទែនបាទនេះគឺបង្ហាញថាគ្មានពលរដ្ឋណាម្នាក់ដែលមានបញ្ហាហើយរដ្ឋាភិបាលមិនបានដឹងនោះទេអញ្ចឹងសូមបងប្អូនទាំងគ្នាបាទមេត្តាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាមេត្តាជឿជាក់មកលើក្រសួងការងារនិងបរិយាកាសវិជ្ជាជីវៈសូមអរគុណ